ដើម្បីឃុំពស់នេះទុកសិនទៅ គ្រប់គ្នាបានធ្វើទ្រង់ដែកធំមួយនិងខំពស់នោះទុកឃើញឱកាសស្ងាត់ពូរ៉េតក៏បានចូលទៅនិយាយជាមួយពស់ថា ហេតុអីក៏ឯងមិនព្រមកិច្ចចេញបែបនេះគ្រាន់តែបំបែកទ្រង់នេះមិនពិបាកសម្រាប់ឯងនោះទេខ្ញុំមិនចាក់ចេញពីទីនេះទេខ្ញុំនឹងធ្វើឲ្យអ្នកភូមិឃើញថាសត្វទាំងអស់គឺមិនសុទ្ធតែកាចសាហាវនោះទេតែបើខ្ញុំរកការពិតមិនឃើញទេនោះឯងមុខជាស្លាប់ជាមិនខានទេខ្ញុំជឿទៅលើអំពើល្អបើសិនជាខ្ញុំពិតជាមានបាបកម្មរាប់ទុកតែខ្ញុំស្លាប់ទៅចុះហេតុអីក៏ឯងគិតបែបនេះបើសិនជាខ្ញុំស្លាប់ដោយសារតែការសម្លាប់ដោយភ័ន្តច្រឡំនោះមានន័យថាជាកម្មពៀររបស់ខ្ញុំហើយបើជាកម្មខ្ញុំមែនក៏លែងមានកម្មជាប់ជំពាក់ទៀតដែរតាមនឹងទៅចុះអញ្ចឹងមិនអីទេខ្ញុំនឹងព្យាយាមជួយដល់ឯងឲ្យទាល់តែបានក ន្លងទៅ1ថ្ងៃ2ថ្ងៃ3ថ្ងៃក៏បានមកដល់ចំណែកឯបិសាចចចកមិនបានឃើញពស់ទៀតទេវាគិតថាអ្នកភូមិសម្លាប់ពស់បាត់ទៅហើយនៅចុងភូមិ ល្អខ្លាំងណាស់ពេលនេះអ្នកភូមិមុខជាគិតតែគ្មានអ្នកណាចូលមកយាយីទៀតទេព្រោះពួកគេគិតថាពស់នោះជាពស់អាក្រក់ទៅហើយសំមុខហើយដែលឯងមកទទួលយកសេចក្តីស្លាប់ជំនួសយើង ក្នុងគ្រានោះពូប្រាតនិងពូរ៉េតក៏បានមកដល់ តើឯងជានរណាជាបិសាចមែនទេចំជាចង្រៃមែនមានមនុស្សឃើញតល់តែបានមែនហើយយើងមកនេះគឺយើងចង់ស៊ីឯងនឹងហើយ ក្នុងពេលនោះបណ្ដូលក៏បានដើរមកដល់ផងដែរ យើងសង្ស័យឯងយូរហើយតើឯងជាអ្នកចាប់អាពៅនឹងស៊ីសัตว์អ្នកស្រុកអ្នកភូមិមែនទេមែនហើយឆាប់និយាយមកបានជាដឹងទៅហើយយើងប្រាប់ទៅចុះគឺយើងនេះហើយចំណែកពួកឯងវិញសំបីតែម្នាក់ក៏យើងមិនអោយរស់ដែរបើអញ្ចឹងមានន័យថាពស់យក្សមិនមែនជាអ្នកសម្លាប់ទេមែនទេវាជាពស់ល្ងីល្ងើសម្រាប់ងាប់ជំនួសយើងតែប៉ុណ្ណោះសំមុខវាហើយ កាលៈទេសៈនោះមេភូមិនិងមេត្រីក៏បានមកដល់ដូចគ្នាក្នុងពេលនោះដែរបិសាចចចកបំរុងនឹងខាំគ្រប់គ្នាតែពូរ៉េតក៏បានសូត្រមន្តអាគមយកកំបិតផ្កាក់គប់ទៅលើបិសាចធ្វើឲ្យមុតចំដើមទ្រូងដួលទៅលើដីមួយរំពេច អូយឈឺណាស់ឯងអូយ ដោយសារតែវាឈឺចាប់ពេកវាក៏បានស្លាប់ក្នុងគ្រានោះទៅ គ្រប់គ្នាបានដឹងការពិតហើយថាពស់នោះមិនមែនជាអ្នកសម្លាប់អ្នកភូមិយើងទេតើអាចដោះលែងគេបានហើយមែនទេ មានន័យថាពស់ជាក់មិនបានសម្លាប់អ្នកភូមិនិងសត្វស្រុកទេមែនទេពូ មែនហើយពួកយើងយល់ច្រឡំលើពស់ហើយពស់នេះគឺជាពស់មានសិលអ្នកតាកាន់វាគឺមិនអាចសម្លាប់មនុស្សបានទេពួកយើងគួរតែដោះលែងពីទ្រង់បានហើយ ក្នុងគ្រានោះគ្រប់គ្នាក៏បានយល់សពកិច្ចការអស់ហើយក៏លែងសម្លាប់ពស់ទៀតដែរនៅកន្លែងឃុំពស់ជា ឥឡូវនេះឯងទៅក្នុងព្រៃវិញចុះហើយឈប់មកក្នុងភូមិនេះទៀតណាបាទពូចាប់ពីពេលនេះទៅខ្ញុំនឹងសន្សំបុណ្យរក្សាសិលឲ្យបានល្អឈប់បង្ហាញខ្លួនឲ្យអ្នកភូមិខ្លាចរអាទៀតហើយពូ ចាប់តាំងពីពេលនោះមកអ្នកភូមិបានយល់ពីរឿងរ៉ាវទាំងអស់ចំណែកពស់កន្ទុយកត់ក៏បានសម្ដៅទៅក្នុងព្រៃបាត់ទៅ សង្ឃឹមថាក្នុងភូមិលែងមានរឿងហេតុអាក្រក់ទៀតទៅចុះ ចាប់តាំងពីពេលនោះមកគ្រប់គ្នាក៏លែងមានគ្រោះថ្នាក់ដោយសារសត្វសាហាវទៀតដែរនិងរស់នៅសុខសាន្តតរៀងទៅ